អង្គជើញយើងឲ្យកែប្រែចិត្តគំនិតព្រះអង្គជើញក្រុមជំនុំអ៊ុនព្រះអង្គជើញគ្រឹះបរិស័ទអ៊ុនឲ្យកែប្រែចិត្តគំនិតឡើងឲ្យរស់នៅស្របតាមតម្លៃនៃការសង្គ្រោះរបស់ព្រះអង្គខ្ញុំចង់នាំព្រះបន្ទូលព្រះអង្គមកកាន់លោកអ្នកបងប្អូនស្ដីអំពីការបដិញ្ញាចិត្តការដែលយើងរស់នៅជាអ្នកដែលដើរតាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទជាមនុស្សដែលពោពេញទៅដោយការបដិញ្ញាចិត្តជំនឿលើព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទមិនមែនជាជំនឿលេងមិនមែនជាជំនឿរាក់មិនមែនជាជំនឿដែលអ៊ុនមួយថ្ងៃជឿមួយថ្ងៃអត់ចាស់លោកអ្នកបងប្អូនបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ម៉ាថាយចំពុក13ខទី24ដល់ខទី30ក្រោយមកទៀតខ្ញុំនឹងអានពីខ36ដល់ខ43យេស៊ូវគ្រីស្ទព្រះអង្គបានមានព្រះបន្ទូលអ្វីមួយយ៉ាងសំខាន់ទៅកាន់បណ្ដាជនហើយព្រះអង្គបានពន្យល់ទៅកាន់សាវករបស់ព្រះអង្គហើយបន្ទាប់មកខ្ញុំចង់ឲ្យលោកអ្នកបងប្អូនឃើញកិច្ចការដដែលដែលព្រះអង្គបាននាំឲ្យសិស្សរបស់ព្រះអង្គម្នាក់ទៀតបានយល់ពីកិច្ចការទាំងអស់នេះដែរបំណងរបស់ខ្ញុំគឺនាំលោកអ្នកបងប្អូនឲ្យឃើញពីដួងប្រហារតីរបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទតាមរយៈអត្ថបទព្រះគម្ពីរនេះឯងនៅខទី24ព្រះយេស៊ូវមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅគេថារាជនៃឋានបរមសុខប្រៀបបីដូចជាបុរសម្នាក់ដែលបានព្រោះគ្រាប់ពូជល្អនៅក្នុងស្រែរបស់គាត់មនុស្សម្នាដេកលក់អស់ជាសត្រូវសម្ដៅលើអរិយរបស់គាត់បានមកព្រោះស្រងែនៅក្នុងតែនោះដែររួចចេញបាត់ទៅលុះស្រូវដោះឡើងគ្រាប់ងែក៏ដោះឡើងដែរពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថាពុកម្ចាស់លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះចុះស្រងែនេះពីណាចាស់តបវិញថាជាមានសត្រូវព្រោះហើយពួកអ្នកបម្រើពួកលោកទៀតថាលោកចង់ឲ្យខ្ញុំទៅដកស្រងែនោះចេញឬចាស់តបថាគុំអីអ្នកគ្នាដកចេញលោដោយស្រូវជាមួយដែរស្រាប់ពាក្យនេះវាដោះមួយគ្នារហូតទៅចប់នោះខ្ញុំនឹងប្រាប់អ្នកចុះថាអូប្រមូលស្រងែអង្គជាបាច់ទៅដុតចោលពុនសិនរួចសឹមប្រមូលស្រូវក្នុងមរុកឲ្យខ្ញុំព្រះអង្គបរៀនពីកិច្ចការផ្សេងទៀតនៅជាមួយបណ្ដាជនហើយពួកសិស្សក៏បានតាមសួរព្រះអង្គពេលដល់កន្លែងរៀងស្ងាត់ទី36ពេលនោះព្រះយេស៊ូវបានយាងចេញពីបណ្ដាជនទៅក្នុងផ្ទះពួកសិស្សនាំគ្នាចូលមកគាល់ព្រះអង្គទូលថាខ្ញុំលោកគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែឲ្យយើងខ្ញុំយល់អត្ថន័យផងអង្គមានព្រះបន្ទូលតបទៅគេថាព្រោះគ្រាប់ពូជអគឺបុត្រមនុស្សតែគឺពិភពលោកពូជល្អគឺអ្នកដែលត្រូវចូលក្នុងព្រះរាជរីឯស្រងែវិញគឺជាកូនចៅរបស់មាកំណាចត្រូវដែលសាបព្រោះស្រងែគឺមារដូវចម្រូតគឺអវសានកាលនៃពិភពលោកហើយអ្នកច្រូតទេវតាច្រូតស្រងែយកទៅដុតនៅក្នុងភ្លើងយ៉ាងណានៅអវសានកាលនៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរមនុស្សនឹងចាត់ទេវតាបោះលោកឲ្យមកទេវតាទាំងនោះនឹងប្រមូលយកពួកអ្នកដែលនាំគេឲ្យប្រព្រឹត្តអំពើបាបពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតចេញពីព្រះរាជទៅក្នុងភ្លើងឆេះសន្ធោសន្ធៅហើយនៅនោះមានតែសម្រែកយំសោកខឹងសង្កេតថ្មិញស្រាប់ឡើយនេះរីឯអ្នកសុចរិតវិញគេនឹងស្ថិតនៅក្នុងព្រះរាជនៃព្រះបិតារបស់គេទាំងបញ្ចេញស្មៃពន្លឺដូចព្រះអាទិត្យណាឮពាក្យនេះសូមយកទៅពិចារណាចោះឬក៏និយាយយ៉ាងទៀតថាអ្នកណាឮពាក្យនេះហើយយកទៅគិតខ្លួនឯងមើលទៅសូមប្រាប់គ្នាទៅវិញទៅមកថាឮពាក្យហ្នឹងហើយយកទៅគិតខ្លួនឯងមើលទៅបាទព្រះអង្គចង់មានន័យចឹងព្រះអង្គមិនបខំយើងឲ្យជ្រើសរើសស្រងែឬក៏ស្រូវឬក៏យើងត្រូវធ្វើមួយណាព្រះអង្គមាន5ទូថាគិតមើលខ្លួនឯងទៅមួយនៅថ្ងៃអវសាននៃពិភពលោកមួយនៅឯជាមួយព្រះបិតាមួយទៀតត្រូវគេបោះចូលទៅក្នុងបឹងភ្លើងជាកន្លែងដែលទុកសម្រាប់កាត់ទោសមានសាតាំងពួកវិញ្ញាណអាក្រក់ជាកន្លែងដែលមានតែការយំសោកខឹងសង្កេតថ្មិញយំសោកពិបាកទ្រាំហើយធ្វើអីមិនកើតរហូតទៅដល់ខឹងសង្កេតថ្មិញលោកអ្នកបងប្អូនខ្លះថាអញនិយាយថាខ្ញុំចុះបើសិនជាខ្ញុំមិនចង់ធ្វើស្រងែហើយខ្ញុំមិនចង់ធ្វើស្រូវខ្ញុំចង់ធ្វើកូនកាត់បានដែរឬក៏អត់អានឹងយើងហៅថា hybrid អត់បានទេក្នុងព្រះរាជរបស់ព្រះជាម្ចាស់អត់មាន hybrid ទេអត់មានកូនកាត់អត់មានច្បុកច្បល់ទេអត់មានទេអ្នកខ្លះថាខ្ញុំចង់ច្បុកច្បល់ខ្ញុំចង់កូនកាត់ខ្ញុំចង់លេងខ្ញុំចង់លំចឹងបានអត់តែម្ដងខ្ញុំអានអត្ថបទព្រះគម្ពីរមួយទៀតជូនលោកអ្នកបងប្អូនសាច់រឿងប្រហាក់ប្រហែលគ្នានៅក្នុងវិវរណៈជំពូកទី3ខ15ទៅដល់ខទី16វិវរណៈជំពូក1ជំពូក2ជំពូក3សំខាន់ណាស់សម្រាប់ខ្ញុំគឺសំខាន់មែនទែនហើយដែលបានសំខាន់វិវរណៈគឺជាការព្រះគម្ពីរមួយដែលព្រះជាម្ចាស់បានបើកសម្ដែងទៅកាន់លោកយ៉ូហានជាសិស្សរបស់ព្រះអង្គមួយរូបដែលគោរពបម្រើព្រះអង្គរងការបៀតបៀនគេតាមសម្លាប់ប៉ុន្តែចុងក្រោយគាត់បានស្លាប់ទៅបានវិញ្ញាណដ៏វិសុទ្ធបានបើកសម្ដែងឲ្យគាត់បានឃើញហេតុការណ៍ដ៏អស្ចារ្យជាទីបំផុតបើកឆាកការនៃការបើកសម្ដែងភ្លាមព្រះអង្គបានឲ្យសារ7ឬក៏សបុត7សរសេរទៅកាន់ក្រុមជំនុំ7ផ្សេងពីគ្នាហេតុអីបានជាគាត់ទីចាប់ផ្ដើមនៃការបើកសម្ដែងព្រះអង្គសេសបុតទៅកាន់ក្រុមជំនុំរបស់ព្រះអង្គមានន័យថាក្រុមជំនុំរបស់ព្រះអង្គសំខាន់ក្រុមជំនុំរបស់ព្រះអង្គគឺអ្នកជឿលើព្រះអង្គក្រុមជំនុំរបស់ព្រះអង្គគឺជាមនុស្សដែលព្រះអង្គនឹងសង្គ្រោះតាមរយៈក្រុមជំនុំរបស់ព្រះអង្គនៅក្នុងចំណោមលោកអ្នកបងប្អូនទាំងអស់គ្នាជាក្រុមជំនុំរបស់ព្រះអង្គអ្នកខ្លះ
យើងអត់ទាន់ដែរបានយាងព្រះអង្គធ្វើជាព្រះសង្គ្រោះតែព្រះអង្គក៏ប្រតិឲ្យក្រុមជំនុំរបស់ព្រះអង្គបង្ហាញលក្ខណៈនៃក្តីស្រឡាញ់និងការសង្គ្រោះរបស់ព្រះអង្គទៅកាន់ពួកគាត់ទាំងអស់គ្នានេះជាមូលហេតុដែលព្រះអង្គក៏បហារតីសរសេរសម្បត្តិមកកាន់ក្រុមជំនុំរបស់ព្រះអង្គដូច្នេះវិវរណៈជំពូក1ជំពូក2ជំពូក3សម្រាប់ខ្ញុំជាជំពូកដែលសំខាន់ទីចាប់ផ្ដើមដំបូងលោកខ្ញុំសូមឲ្យលោកអ្នកបងប្អូនអរគ្នាមើលសម្បត្តិកាន់ក្រុមជំនុំមួយឈ្មោះហៅថាឡៅឌីសេយើងស្គាល់កិច្ចការអ្នកប្រព្រឹត្តនោះហើយអ្នកត្រជាក់មិនត្រជាក់ក្តៅក៏មិនក្តៅប្រសិនបើអ្នកពិតជាត្រជាក់ឬពិតជាក្តៅនោះប្រសើរជាងដោយអ្នកនៅអ៊ុនត្រជាក់ក៏មិនត្រជាក់ក្តៅក៏មិនក្តៅដូច្នេះយើងនឹងខ្ជាក់អ្នកចោលជាមិនខានបើយើងក្តៅមិនក្តៅត្រជាក់មិនត្រជាក់យើងនៅអ៊ុនចង់នៅកដាលស្ងាយក៏មិនស្ងាយទៅក៏មិនស្រូវតែទៅនៅក្នុងស្រែរបស់ព្រះហើយបឺតជីជាតិគេឯងដែរហើយក៏ខូចវៃម្លេះយល់ទេស្រូវវាបង្កើតផលសងាយចុងក្រោយអត់មានបានប្រយោជន៍អីទាំងអស់ប៉ុន្តែដល់តែម៉ោងស៊ីចុកម៉ោងបជ្រៀតគេម៉ោងបូមពីដីបូមពីស្រែរបស់ព្រះជាម្ចាស់ដូចគ្នាបូមពីផលផ្លែឬពីឫសគល់ដូចគ្នាតែអត់ចង់បញ្ចេញផលផ្លែយ៉ាអីគោទំនងអ្វីម្លេះបាទมันខុសពីគ្រឹះបរិស័ទឬក៏អ្នកដែលជឿព្រះអង្គនៅទីក្រុងឡៅឌីសេគឺក្រុមជំនុំដែលអ៊ុនចង់ឲ្យគេហៅថាជាគ្រឹះបរិស័ទចង់ហៅគេថាជាអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់ប៉ុន្តែមិនគោរពកោតខ្លាចព្រះជាម្ចាស់ចង់បានទទួលការសង្គ្រោះនេះគឺជាលក្ខណៈក្រុមជំនុំអ៊ុនឬក្រុមជំនុំស្ងាយឬក៏លក្ខណៈនៃគ្រឹះបរិស័ទអ្នកដែលជឿលើព្រះអង្គហើយលក្ខណៈអ៊ុនបាទនេះគឺជាលក្ខណៈចង់បានតែប្រយោជន៍ចេញពីក្រុមជំនុំរបស់ព្រះជាម្ចាស់ចង់បានប្រយោជន៍ពីព្រះជាម្ចាស់ចង់បានការសង្គ្រោះពីព្រះអង្គតែអត់ចង់គោរពប្រណិប័តតាមព្រះបន្ទូលព្រះអង្គចង់បានប្រពរពីព្រះជាម្ចាស់តែមិនចង់ធ្វើតាមព្រះបន្ទូលព្រះអង្គចង់បានភាពសនុកសុខស្រួលចង់បានឲ្យគេបម្រើចង់បានឲ្យគេជួយចង់បានជីជាតិឲ្យបានធំធាត់ឲ្យបានល្អរូបរាងនៅខាងក្រៅដូចគេដូចឯងដែរលក្ខណៈមើលទៅដូចគេដូចឯងដែរច្រឡំជាមួយនឹងគេនឹងឯងដែរប៉ុន្តែអត់បង្កើតផលតែអត់ធ្វើអីទាំងអស់ក្នុងព្រះគម្ពីរបានចែងថាបើអ្នកអ៊ុនយ៉ាងដូចនេះខ្ញុំនឹងខ្ជាក់អ្នកចោលអញ្ចឹងចម្លើយសួរថាខ្ញុំនៅកដាលបានអត់ព្រះគម្ពីរចែងថាបើយើងអ៊ុននៅកដាលណាអ៊ុនព្រះអង្គធ្វើតែអ៊ុនគឺគាត់អាចយកជាការបានក្រោយអត់អាចប្រមូលផលចេញបានតែគ្រាន់តែជាទុកតែបងប្អូនក្រុមជំនុំឡៅឌីសេនេះនៅក្បែរក្រុងកូឡូសដែរទេក្បែរក្រុងកូឡូសមួយហើយក្រុងមួយទៀតឈ្មោះថា Hierapolis ឬក៏ Hierapol អត់ឆ្ងាយពីគ្នាប្រហែលទេរង្វង់ខ្ទង់តែ19គីឡូម៉ែត្រប៉ុណ្ណឹងទេដូចយើងនៅស្ទឹងមានជ័យទៅត្រឹមតែខ្មៅអានឹងពីកូឡូសទៅក្រុងឡៅឌីសេពីពេញទៅពីពេញពីស្ទឹងមានជ័យបាទពីស្ទឹងមានជ័យទៅម្ដុំតាខ្មៅទៅមកនៅក្នុងក្រុមជំនុំនេះក្រុមជំនុំឡៅឌីសេនេះពេលដែលលោកប៉ូលបានសរសេរសម្បត្តិដូច្នេះក្រុមជំនុំឡៅឌីសេនៅក្នុងកាន់ព្រះគម្ពីរវិវរណៈមិនមែនជាក្រុមជំនុំដែលអត់មានជាក្រុមជំនុំដែលគាត់តែព្រះវិញ្ញាណដឹកនាំឲ្យសេឈ្មោះអីផ្សេងអត់ទេជាក្រុមជំនុំពិតដែលលោកប៉ូលធ្លាប់បានមានមនុស្សម្នាក់ទៅបានទៅផ្សាយនឹងល្អក្រោយមកទៀតលោកប៉ូលទៅតាមក្រោយគាត់ហើយលោកប៉ូលបានពង្រឹងក្រុមជំនុំទាំងនៅកូឡូសឡៅឌីសេហើយនិង Hierapolis នៅក្នុង Hierapolis នេះគឺទាំង3ក្រុមជំនុំនេះអញ្ចឹងបើយើងអានប៉ុន្តែអត់មានសម្បត្តិដាក់ថាសម្បត្តិផ្ញើទៅកាន់ក្រុមជំនុំឡៅឌីសេអត់មានទេឬក្រុមជំនុំទីក្រុងឡៅឌីសេអត់មានទេមានតែក្រុមជំនុំទៅកាន់ទីក្រុងកូឡូសបាទលោកប៉ូលសេទៅកាន់ក្រុមជំនុំនឹងដូចគ្នាហេតុផលដែលលោកប៉ូលសេពួកលោកប៉ូលបារម្ភក្រុមជំនុំឡៅឌីសេក្រុមជំនុំកូឡូសក្រុមជំនុំ Hierapolis គឺជាក្រុមជំនុំដែលបើយើងនិយាយពីរឿងវប្បធម៌វិញគឺអញ្ញៃច្រើនប៉ុន្តែក្រុមជំនុំឡៅឌីសេនេះគឺជាក្រុមជំនុំអ្នកមានទីក្រុងអ្នកមានក្នុងខ17ចែងតែចេះព្រោះអ្នកពោលថាខ្ញុំជាអ្នកមានអាយ៉ូសម្បត្តិមកពីព្រះជាម្ចាស់សេទៅកាន់ក្រុមជំនុំឡៅឌីសេអ្នកតិចមិនតិចក្តៅក៏មិនក្តៅយើងនឹងខ្ជាក់ចោលហើយហេតុផលដែលអ្នកនិយាយថាអ្នកតិចមិនតិចមិនក្តៅហេតុផលគឺដោយអ្នកពោលថាខ្ញុំអ្នកមានខ្ញុំមានស្រុកស្ដំហើយខ្ញុំមិនត្រូវការអីទេព្រះអង្គឆ្លើយតបទៅកាន់ក្រុមជំនុំឡៅឌីសេវិញអ្នកមិនដឹងថាខ្លួនអ្នកកំពុងតែវេទនារហេមរហាមក្រតោកយ៉ាខ្វាក់ភ្នែកគ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយព្រះអង្គដាក់មកធ្ងន់ធ្ងរមែនតើហើយនិយាយទៅកាន់ក្រុមជំនុំក្រុមជំនុំអ្នកមានណាក្រុមជំនុំទីក្រុងអ្នកមានណាក្រុមជំនុំលក្ខណៈក្រុមជំនុំពាណិជ្ជកម្មមិនមែនលក្ខណៈពាណិជ្ជកម្មធម្មតាទៀតក្រុមជំនុំលក្ខណៈពាណិជ្ជកម្មបែបខាងផ្នែកហិរញ្ញវត្ថុបើភាសាយើងបច្ចុប្បន្នយើងថាក្រុមនេះគឺទីក្រុង3នេះជុំគ្នានេះទីក្រុងឡៅឌីសេជាក្រុងមួយដែលគេធ្វើខាងផ្នែកលុយកាក់ខាងផ្នែកហិរញ្ញវត្ថុបើភាសាអង់គ្លេសវិញយើងនិយាយចំថាគេថា banking city ទីក្រុងធនាគារមកដល់បច្ចុប្បន្ននេះព្រោះសម័យនោះគេអត់មានចាយលុយគេចាយមាសភាគច្រើនបាទ
ចឹងគឺគេរកស៊ីមួយគ្នាតែមាសទេបាទព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេព្រះអង្គមានព្រះបន្ទូលថាកុំពឹងអាងមាសកុំពឹងអាងកាក់ម៉ាថាយចំពុកទី26 16 ខ26ចែងថាបើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាកម្មសិទ្ធិមកធ្វើជាទ្រព្យសម្បត្តិតខ្លួនតែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វីព្រះអង្គចង់បញ្ជាក់ទៅកាន់ក្រុមជំនុំឡាវដេសៀរូបកាយអ្នកមានលុយប៉ុន្តែបើអ្នកស្លាប់ហើយយើងខ្ជាក់អ្នកចេញតើមានប្រយោជន៍អីលក្ខណៈមួយទៀតរបស់ក្រុមជំនុំអ៊ុនឬក៏គ្រឹះបរិស័ទអ៊ុនឬក៏លក្ខណៈនៃភាពអ៊ុននៅក្នុងកិច្ចការបម្រើព្រះឬមួយក៏មនុស្សដែលគ្រាន់តែនិយាយថាខ្ញុំគ្រឹះបរិស័ទតែមិនធ្វើអីទាំងអស់ម៉ាថាយចំពុកទី15 ខ 8បានចែងអំពីមនុស្សមួយក្រុមទៀតខាងគណៈផារ៉ាស៊ីជាមនុស្សដែលមើលទៅហាក់ដូចជាខាងក្រៅគោរពប្រណិប័តព្រះខ្លាំងណាស់ចឹងប៉ុន្តែតទៅពេលសួរព្រះអង្គមើលដល់ជំរឿចិត្តរបស់ពួកគេព្រះអង្គមានព្រះបន្ទូលថាចេះប្រជារាស្ត្រនេះគោរពយើងតែបបោមាត់រីឯចិត្តគេនៅឆ្ងាយពីយើងគេថ្វាយបង្គំយើងឥតបានការអ្វីសោះព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះធ្វើតាមទម្លាប់និយាយម៉ាត់ឲ្យខ្លីភាសាសាមញ្ញឲ្យងាយស្រួលថាធ្វើតាមទម្លាប់ធ្វើតាមតាគេធ្វើមិនយើងធ្វើចឹងដែរទៅប៉ុន្តែព្រះពីបានចែងថាអត់ប្រយោជន៍បើទៅនៅក្នុងស្រែរបស់ព្រះជាម្ចាស់អីបើចង់ក្រោយគង់តែគេដកឲ្យប្រមូលយកទៅដុតចោលដដែលទៅនៅក្នុងធ្វើអីមិនទៅនៅកន្លែងផ្សេងទៅកែលោវាព្រន់បើជាងនៅក្នុងស្រែរបស់ព្រះជាម្ចាស់បើគង់គេដកដែរទៅនៅប្រឡំមួយគេធ្វើអីបើតិចមានប្រយោជន៍នៅសម័យនោះទីក្រុងឡាវដេសៀគឺបន្ទាប់ពីសង្គ្រាមមកប្រព័ន្ធមួយដែលខូចខាតគឺប្រព័ន្ធទឹកចក្រភពរ៉ូមជាយាមចេញលុយដើម្បីជួយជួសជុលដើម្បីធ្វើអ្នកក្រុងឡាវដេសៀអត់មានត្រូវការជំនួយពីរ៉ូមទេអត់ត្រូវការធ្វើខ្លួនឯងមានន័យថាអ្នកក្រុងនេះសម្បូរធនធានសម្បូរលុយសម្បូរកាក់គេធ្វើខ្លួនឯងគេយកប្រភពទឹកចេញមកពីទីក្រុងមួយផ្សេងទៀតប៉ុន្តែប្រភពទឹកដែលគេយកមកនោះវាគួរតែជាប្រភពទឹកក្តៅប៉ុន្តែបញ្ហាគឺនៅពេលដែលដាក់តាមអាតយោថ្មគេនឹងមកធ្វើចេញមកមកទៅដល់ទីក្រុងឡាវដេសៀវាបាត់បង់អាជាតិក្តៅនោះហើយវាបន្ថែមជាតិរ៉ែមួយចំនួនធ្វើឲ្យប្រើអត់កើតអញ្ចឹងបើវាក្តៅគេប្រើសម្រាប់សុខភាពបើវាត្រជាក់គេប្រើប្រាស់សម្រាប់ការងូតសម្រាប់ផឹកសម្រាប់អីផ្សេងវាល្អប៉ុន្តែដោយសារវាបូកជាមួយនឹងអាសារជាតិមួយចំនួនរ៉ែមួយចំនួនវាធ្វើឲ្យវាអ៊ុនវាធ្វើឲ្យវាមានជាតិមួយដែលដាក់ចូលក្នុងពោះបើសិនបើយើងលេបយើងក្អួតអញ្ចឹងព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងឡាវដេសៀព្រះអង្គយករូបភាពនៃទឹករបស់ពួកគេយកមកបញ្ជាក់ប្រាប់ពួកគេថាអ្នករាល់គ្នាផឹកទឹកខ្លួនឯងក៏មិនចូលដែរដោយសារទឹកហ្នឹងវាអញ្ចឹងខ្ញុំមួយអ្នករាល់គ្នាក៏ដូចនឹងដែរព្រះអង្គយកឧទាហរណ៍មួយឲ្យគេស្គាល់នៅក្នុងបរិបទពួកគេដែលពួកគេស្គាល់យ៉ាងច្បាស់ហេតុអីបានលោកអ្នកបងប្អូនរបស់ព្រះអង្គមិនគួរឲ្យយើងអ៊ុនហេតុអីបានព្រះគ្រីស្ទសរសេរសម្បត្តិមកកាន់ក្រុមជំនុំរបស់ព្រះអង្គហេតុអីបានលោកប៉ូលសរសេរសម្បត្តិទៅកាន់ក្រុមជំនុំនឹងដូចគ្នាដើម្បីជួយលើកទឹកចិត្តពួកគាត់លោកអ្នកបងប្អូនត្រូវយល់ថាចេះ1 កូរិនថូសចំពុកទី6 ខ 20ត្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលប់ដើម្បីលួសបងប្អូនហេតុនេះចូលប្រើរូបកាយរបស់បងប្អូនដើម្បីលើកដំកើងសេរីរុងរឿងរបស់ព្រះជាម្ចាស់ព្រះអង្គបង់ថ្លៃមនុស្សឲ្យរួចផុតពីអំពើបាបដើម្បីកុំឲ្យគេវិនាសដើម្បីកុំឲ្យថ្ងៃអវសាននៃផែនដីត្រូវបានទេវតារបស់ព្រះប្រមូលហើយយកទៅទម្លាក់ចូលទៅក្នុងបឹងភ្លើងដែលឆេះអស់កលជានិច្ចប៉ុន្តែចង់ឲ្យគេទទួលការសង្គ្រោះអង្គុយនៅបល្ល័ង្កជាមួយនឹងព្រះជាម្ចាស់ផ្ទាល់រួមសេរីរុងរឿងជាមួយព្រះអង្គផ្ទាល់ព្រះអង្គលះបង់បើព្រះអង្គលះបង់ព្រះអង្គអត់ចង់ឲ្យខាតនៅអ្វីដែលព្រះអង្គលះបង់ព្រះជាម្ចាស់មិនខ្ជះខ្ជាយការលះបង់របស់ព្រះអង្គនោះឡើយយ៉ូហានចំពុក10 ខ 10ចោលវាមកគិតតែពីលួចគិតតែពីសម្លាប់និងបំផ្លាញប៉ុណ្ណោះសូមស្ដាប់នេះរីឯខ្ញុំវិញខ្ញុំមកដើម្បីឲ្យមនុស្សលោកមានជីវិតហើយឲ្យគេមានជីវិតពេញបរិបូរណ៍មានន័យថាជីវិតមនុស្សដែលព្រះបានសង្គ្រោះមានរឿងច្រើនណាស់ផ្សេងទៀតដែលលើសពីការសង្គ្រោះឲ្យរួចផុតពីបាបដែលព្រះអង្គចង់ធ្វើដែលព្រះអង្គចង់បង្ហាញដែលព្រះអង្គចង់ឲ្យយើងបង្កើតផលផ្លែតាមរយៈជីវិតដែលព្រះអង្គផ្ដល់មកដល់យើងទាំងអស់គ្នានៅក្នុងវិវរណៈចំពុកទី3តដែលចំពុកតដែលប្រែចុងខចុងចំពុកខទី19អង្គរៀបរាប់ឲ្យតបមកព្រះអង្គស្ដីបន្ទោសព្រះអង្គថាចេះយើងស្ដីបន្ទោសយើងប្រដៅអស់អ្នកដែលយើងស្រឡាញ់ដូច្នេះចូលមានចិត្តក្លាហានហើយកែប្រែចិត្តគំនិតឡើងព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមជំនុំឡាវដេសៀមិនមែនព្រះអង្គទៅស្ដីបន្ទោសគេដើម្បីជន់បលិចគេព្រះអង្គស្ដីបន្ទោសគេព្រះអង្គបដៅគេពីព្រោះព្រះអង្គស្រឡាញ់គេព្រះអង្គចង់ឲ្យក្រុមជំនុំដែលព្រះអង្គបានសង្គ្រោះមានចិត្តស្រឡាញ់ព្រះអង្គវិញដែរកុំគ្រាន់តែអូខ្ញុំជាអ្នកជឿលើព្រះអង្គប៉ុន្តែខ្ញុំអត់ចង់បានអីទាំងអស់ខ្ញុំអត់ចង់ធ្វើអីទាំងអស់ប៉ុន្តែខ្ញុំចង់បានការសង្គ្រោះខ្ញុំចង់បាននឹងព្រោះជីវិតលើផែនដីខ្ញុំមានគ្រប់គ្រាន់ទាំងអស់ស្អីខ្ញុំមានស្អីខ្ញុំអត់ត្រូវការអីទាំងអស់ប៉ុន្តែទន្ទឹមគ្នាខ្ញុំក៏មិនខ្វល់ពីអ្នកណាទាំងអស់ខ្ញុំរួចខ្លួនឯងខ្ញុំហើយខ្ញុំចង់បានតែប្រពោពីព្រះជាម្ចាស់ទេក្នុងព្រះពីបានចែងថាព្រះអង្គខ្ជាកុំបង្កើត hybrid កុំបង្កើតការសង្គ្រោះ hybrid កុំបង្កើតការសង្គ្រោះកូនកាត់
ស្រេចតាមបំណងរបស់យើងព្រះអង្គបានដាក់រឿងទាំងអស់នេះមកដើម្បីឲ្យក្រុមជំនុំរបស់ព្រះអង្គបានយល់យ៉ាងច្បាស់ដើម្បីឲ្យក្រុមជំនុំរបស់ព្រះអង្គរឹងមាំព្រះអង្គអញ្ជើញយើងឲ្យកែប្រែចិត្តគំនិតព្រះអង្គអញ្ជើញក្រុមជំនុំអ៊ុនព្រះអង្គអញ្ជើញគ្រឹះបរិស័ទអ៊ុនឲ្យកែប្រែចិត្តគំនិតឡើងឲ្យរស់នៅស្របតាមតម្លៃនៃការសង្គ្រោះរបស់ព្រះអង្គស្របតាមព្រះអំណោយដែលព្រះអង្គចង់បកគលឲ្យមកកាន់ក្រុមជំនុំរបស់ព្រះអង្គសំណួរសួរថាតើយើងត្រូវធ្វើម៉េចដើម្បីចាក់ចេញពីភាពអ៊ុនសូមគោះទៅកាន់អ្នកជិតខាងរបស់យើងគាត់ណាគោះគាត់បានហើយប៉ុន្តែមិនមែនមានន័យថាគាត់អ៊ុនទេគាត់ណាគោះដើម្បីឲ្យភ្ញាក់ខ្ញុំនឹងនិយាយតទៀតខ្ញុំខ្លាចគេងលក់ប៉ុណ្ណឹងឯងបាទប៉ុណ្ណឹងឯងបាទយើងត្រូវធ្វើដំណើរចេញពីភាពអ៊ុនធ្វើម៉េចដើម្បីឲ្យចេញពីដំណើរភាពអ៊ុនសំណួរសួរថាលោកគ្រូខ្ញុំអ៊ុនឬមួយខ្ញុំក្តៅឬខ្ញុំត្រជាក់ខ្ញុំអត់ដឹងដែរមានតែព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះមានតែព្រះវិញ្ញាណដ៏ពិសិដ្ឋប៉ុណ្ណោះដែលត្រូវសេសវត្តមកកាន់ដួងចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាហើយសវត្តនោះព្រះអង្គទុកឲ្យលោកអ្នកបងប្អូនទាំងអស់គ្នាហើយនឹងខ្ញុំអានហើយសវត្តនោះត្រូវបានខ្ញុំអានព្រឹកនេះជូនលោកអ្នកបងប្អូនទាំងអស់គ្នាស្ដាប់អញ្ចឹងយើងអានហើយអនុញ្ញាតឲ្យព្រះវិញ្ញាណដ៏ពិសិដ្ឋធ្វើការក្នុងចិត្តយើងទាំងអស់គ្នាអាមែនព្រោះមានតែព្រះអង្គឯងជ្រាបនិយាយទៅកាន់ក្រុមជំនុំឡៅដេសៀថាអ្នកអ៊ុនណាអ្នកពោលចេះមានតែព្រះអង្គឯងតែដឹងសូម្បីលោកយ៉ូហានអត់ដឹងផងសូម្បីលោកប៉ូលមិនប្រកាសផងតែព្រះអង្គដឹងដាវីតគាត់និយាយថាចេះទំនុកដំកើង139ខ23ខ24អោព្រះជាម្ចាស់អើយសូមពិនិត្យមើលទូបង្គំដើម្បីឲ្យស្គាល់ចិត្តទូបង្គំសូមលបងលមើលទូបង្គំដើម្បីឲ្យជ្រាបអ្វីដែលទូបង្គំគិតសូមតតមើលទូបង្គំផងប្រសិនបើទូបង្គំដើរផ្លូវខុសនោះសូមដឹកនាំទូបង្គំឲ្យដើរក្នុងមាគ៌ាដែលនៅស្ថិតស្ថេរអស់កលជានិច្ចផងដាវីតថាខ្ញុំក៏អត់ប្រកាសថាខ្ញុំផ្លូវត្រូវឬផ្លូវខុសខ្ញុំអ៊ុនខ្ញុំក្តៅប៉ុន្តែព្រះអង្គសូមមើលដួងចិត្តខ្ញុំព្រះអង្គសូមលបងលោអាកន្លែងនេះធ្ងន់ណាពាក្យនេះធ្ងន់ព្រះអង្គសូមលបងលោចិត្តខ្ញុំដើម្បីឲ្យខ្ញុំដឹងថាខ្ញុំដើរផ្លូវត្រូវអត់មានន័យថាចេះព្រះអង្គធ្វើតេស្តខ្ញុំលោកអ្នកបងប្អូនរឿងខ្ញុំហើយនឹងលោកអ្នកបងប្អូនដូចគ្នាខ្ញុំចង់ឲ្យព្រះអង្គដឹងថាខ្ញុំដើរតាមផ្លូវព្រះអង្គតែខ្ញុំចង់ឲ្យព្រះអង្គធ្វើតេស្តខ្ញុំឯងលោកអ្នកបងប្អូនដឹងទេព្រោះពេលដែលធ្វើតេស្តវាលបងលោជំនឿយើងពិតប្រាកដថាទុកចិត្តព្រះអង្គប៉ុណ្ណាស្រឡាញ់ព្រះអង្គប៉ុណ្ណាក្នុងវិវរណៈចំពុកទី2ខ4ប៉ុន្តែយើងប្រកាន់អ្នកត្រង់កន្លែងមួយគឺអ្នកលែងមានចិត្តស្រឡាញ់ដូចអ្នកមានកាលពីដើមដំបូងចំណុចមួយដែលបាត់មួយចំនួនក្នុងក្រុមជំនុំគឺបាត់សេចក្តីស្រឡាញ់បាត់ដួងចិត្តបន្ទាប់មកទៀតនៅក្នុងវិវរណៈចំពុកទី3ខទី18ធ្វើម៉េចឲ្យយើងអាចវិលចេញពីភាពអ៊ុនអញ្ចឹងបើយើងចង់ដឹងថាយើងអ៊ុនមិនអ៊ុនទៅសួរព្រះអង្គខ្លួនឯងអធិដ្ឋានចំណាយពេលមួយព្រះប៉ុន្តែព្រះអង្គបានឲ្យជាដំបូងមានមួយព្រះអង្គឲ្យខ្ញុំចូលចិត្តព្រះអង្គថងហ្នឹងព្រះអង្គជាព្រះលើអស់ទាំងព្រះជាស្ដេចលើអស់ទាំងស្ដេចព្រះអង្គមិនបង្ខំនរណាម្នាក់ព្រះអង្គឲ្យដំបូងមានព្រះអង្គឲ្យច្រកយើងជ្រើសរើសប៉ុន្តែថ្ងៃមួយមកដល់ថ្ងៃអវសាននៃផែនដីថ្ងៃដែលយើងផុតរលត់ជីវិតរបស់យើងពីលើផែនដីវិញ្ញាណយើងទៅជួបជាមួយព្រះអង្គថ្ងៃនោះយើងលែងមានជំរើសហើយព្រះអង្គជាអ្នកដែលជ្រើសរើសប៉ុន្តែមុនពេលយើងផុតរលត់ជីវិតរបស់យើងទៅលើផែនដីព្រះអង្គឲ្យយើងជ្រើសរើសប៉ុន្តែបើផុតហើយព្រះអង្គជាអ្នកដែលជ្រើសរើសកន្លែងនោះស្ដាប់ទៅកាចឲ្យធ្ងន់ប៉ុន្តែនេះជាសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គខ្ញុំសូមទូមានអ្នកឲ្យមករកទិញមាសពីយើងអីហើយព្រះអង្គលក់មាសវិញទៀតព្រះអង្គនិយាយទៅកាន់អ្នកលក់មាសនៅទីក្រុងឡៅដេសេជាក្រុងមួយដែលដូចខ្ញុំនិយាយថារបររស់ស៊ីរបស់គេគឺខាងផ្នែកហិរញ្ញវត្ថុខាងផ្នែកសាច់ប្រាក់ហើយនឹងមាសព្រះអង្គមានព្រះបន្ទូលថាអ្នកឯងអាងថាអ្នកឯងមានដោយសារមាសហើយតាមពិតអ្នកឯងក្រទេមកទិញមាសពីព្រះអង្គវិញព្រះអង្គលក់មាសដែរហាងឆេងមាសប្រហែលនេះលោកអ្នកបងប្អូនដំបងលើ600ក្រោយមកសល់500ក្រោយមកមានអាមាសខ្លាំងៗនោះទៀតហាងឆេងឡើងហើយចុះខ្ញុំអត់ដឹងព្រះអង្គលក់មាសដែរព្រះអង្គថាមកទិញមាសពីព្រះអង្គមកទិញមាសមកសូមស្ដាប់ជាមាសដែលសម្រាំងនៅក្នុងភ្លើងអូដើម្បីឲ្យអ្នកទៅជាអ្នកមានដើម្បីឲ្យអ្នកទៅជាអ្នកមានមកទិញពីព្រះអង្គមាសរបស់ព្រះអង្គធ្វើឲ្យអ្នកមានពិតប្រាកដលោកពេត្រុសស្គាល់ពាក្យហ្នឹងលោកពេត្រុសស្គាល់មាសមួយហ្នឹងខ្ញុំអានជូនលោកអ្នកបងប្អូនអរគ្នារបស់លោកពេត្រុស1ពេត្រុសចំពុក1ខ7ទុកលំបាកទាំងនេះនឹងលុតដំជំនឿរបស់បងប្អូនឲ្យមានតម្លៃលើសមាសដែលតែងតែរលាយសូន្យនោះទៅទៀតគឺមាសដែលសម្រាំងនៅក្នុងភ្លើងសូមស្ដាប់នៅថ្ងៃដែលព្រះយេស៊ូវសម្ដែងខ្លួនឲ្យមនុស្សលោកឃើញសម្ដៅថ្ងៃព្រះអង្គយើងមកជាលើកទី2ទើបរបស់បងប្អូននឹងទទួលការសរសើរទទួលសេរីរុងរឿងនិងកិត្តិយសជាមិនខានអ្វីដែលជួយលុតដំលោកអ្នកបងប្អូនជំនឿលោកអ្នកបងប្អូនធ្វើឲ្យជំនឿរបស់លោកអ្នកបងប្អូនបានស្អាងដោយពឹងអាងលើព្រះអង្គនៅថ្ងៃដែលលោកអ្នកបងប្អូនជួបជាមួយនឹងព្រះអង្គ
ព្រះអង្គជួយឲ្យយើងមានអ្វីមួយយ៉ាងដែលមានតម្លៃដូចមាសសម្រាំងនៅក្នុងភ្លើងគឺជាជំនឿដែលត្រូវបានលុតដំជំនឿដែលទុកចិត្តព្រះអង្គនៅក្នុងការលំបាកដែលហ៊ានទុកចិត្តព្រះអង្គក្នុងគ្រប់កាលៈទេសៈមិនមែនដូចជាគ្រឹះបរិស័ទអ៊ុនដែលរស់ក្នុងទីក្រុងឡាវឌីសៀដែលគ្រាន់តែចង់បានពពករបស់ព្រះជាម្ចាស់ចង់បានផលប្រយោជន៍អត្ថប្រយោជន៍តាំងប្រមាណពីព្រះជាម្ចាស់ប៉ុន្តែមិនចង់ឆ្លើយតបមិនចង់លះបង់មិនចង់ធ្វើអីទាំងអស់មិនចង់ប្រើជំនឿមិនចង់អីទាំងអស់រស់នៅដោយពឹងអាងលើសុវត្ថិភាពហិរញ្ញវត្ថុតខ្លួនព្រះអង្គថាធ្វើចឹងក្រធ្វើចឹងក្រហ្មងក្ររហេមរហាមតោកយ៉ាខាងក្រៅមើលទៅហាក់ដូចជាមានតែខាងក្នុងក្រមើលទៅហាក់ដូចជាមានជំនឿប៉ុន្តែតាមពិតអត់មានជំនឿទេមនុស្សនេះអត់មានជំនឿលើព្រះជាម្ចាស់ទេជាជំនឿคล้ายហើយអត់ប្រយោជន៍តមកទៀតបងមាន5ទូថាហើយទិញសម្លៀកបំពាក់ពណ៌សមកស្លៀកបិទបាំងគេខ្មាស់របស់អ្នកព្រះអង្គលក់អាវទៀតមិនលក់មាសឥឡូវលក់ខោអាវទៀតមកជួបព្រះអង្គមកទិញកណាត់ពណ៌សដើម្បីបិទបាំងគេខ្មាស់របស់ខ្លួនលោកអ្នកបងប្អូនដឹងព្រះអង្គចង់មានន័យថាម៉េចទេព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងឡាវឌីសៀអ្នកក្រុងឡាវឌីសៀគេមានគេឈ្មោះល្បីមួយនៅក្នុងចំណោមក្រុងកូឡូសហើយនិងក្រុងហេរ៉ាប៉ូលតែ20គីឡូម៉ែត្រជុំវិញហ្នឹងល្បីរហូតដល់ក្រុងអេផេសូខ្ទង់ប្រហែលជា100គីឡូ150គីឡូម៉ែត្រចម្ងាយប្រហែលពីពេញទៅកុងសោមអាហ្នឹងបើយើងគិតពីឡាវឌីសៀទៅអេផេសូគេល្បីមួយល្បីកណាត់ស្បែកកណាត់រោមស្បែកដែលបង្កើតចេញពីជាមពណ៌ខ្មៅជាមដែលគេប្រកាត់ជាមពណ៌ខ្មៅជាកណាត់ប៉និតគេល្បីមកអ្នកក្រុងហ្នឹងគឺនិយាយម៉ាត់ឲ្យខ្លីថាគេអ្នកមានបើសម្លៀកបំពាក់វិញបើអត់ brand ជាមខ្មៅអូអាហ្នឹងដូចអត់ណាតលដល់ពេលជួបមួយព្រះអង្គថាអ្នកនៅអក្រាតកាយមកទិញខោអាវពីព្រះអង្គដើម្បីបិទបាំងគេខ្មាស់របស់ខ្លួនព្រះអង្គនិយាយទៅកាន់អ្នកស្លៀកពាក់ខោអាវ brand ថានៅខ្លួនទេយើងមើលនឹងភ្នែកគេហាក់ដូចជារងរឿងប៉ុន្តែខាងឯវិញ្ញាណគេកំពុងតែក្រាតកាយលោកអ្នកបងប្អូនដឹងនឹងមានន័យថាម៉េចទេដឹងនឹងមានន័យថាម៉េចទេមានន័យថាចេះប្រសិនបើថ្ងៃមួយយើងជួបក្នុងព្រះពិចារណាពេលដែលយើងជួបជាមួយនឹងព្រះបិតាក្នុងព្រះពិបានចែងថាអ្នកដែលពាក់សេចក្តីសុចរិតរបស់ព្រះជាម្ចាស់រ៉ូបពណ៌សសម្លៀកបំពាក់ពណ៌សតំណាងឲ្យសេចក្តីសុចរិតរបស់ព្រះជាម្ចាស់តំណាងឲ្យមនុស្សម្នាក់ដែលបានយាងព្រះអង្គធ្វើជាព្រះសង្គ្រោះហើយព្រះអង្គបានបំពាក់រ៉ូបពណ៌សដល់គេព្រះអង្គបំបាក់អំពើបាបរបស់ពួកគេដូច្នេះគេសម្រាប់ខ្ញុំតគេក្នុងគម្ពីរចែងថាគេជាមនុស្សសុចរិតក្នុងចំពោះព្រះនេតរបស់ព្រះជាម្ចាស់ឈរចំពោះព្រះអង្គរាប់ថានេះជាមនុស្សសុចរិតព្រះអង្គមានព្រះបន្ទូលថាឡាវឌីសៀចង់បានការសង្គ្រោះមកទិញអាវពីយើងមកយកសេចក្តីសុចរិតពីយើងមកយកការសង្គ្រោះពីយើងបើអ្នកអត់មានសេចក្តីសុចរិតពីយើងទេសុចរិតនេះមិនមែនសុចរិតដោយសារអំពើល្អទេសុចរិតនេះដែលកើតចេញពីប្រគុណនៃការសង្គ្រោះរបស់ព្រះជាម្ចាស់អ្នកឯងអត់មានអាហ្នឹងអ្នកឯងតទេខ្លួនស្អាតមកឈរចំពោះព្រះជាម្ចាស់អ្នកឯងចប់ហើយមកទិញអាវពីយើងបន្តមកទៀតព្រះមាន5ទូថាចេះចូលមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរព្រះអង្គលក់ថ្នាំទៀតអត់ដែលដឹងថាព្រះអង្គលក់មាសលក់អាវហើយលក់ថ្នាំដើម្បីឲ្យអ្នកមើលឃើញច្បាស់ហេតុអីបានជាព្រះអង្គយកពាក្យទិញថ្នាំដាក់ភ្នែកទៅនិយាយជាមួយអ្នកក្រុងឡាវឌីសៀអ្នកក្រុងឡាវឌីសៀមើលឃើញខ្លីពេកជីវិតរបស់គេខ្ញុំសរុបសុខស្រួលខ្ញុំធ្វើតែប៉ុណ្ណឹងមើលអត់ឃើញអ្វីដែលអ្នកបម្រើព្រះអង្គដែលព្រះវិញ្ញាណខំប្រើលោកប៉ូលចន្លោះឆ្នាំ60ជាងប៉ូលអ្នកផ្សេងទៀតខំទៅផ្សាយទាំងល្អអ្នកទាំងនោះបានមើលឃើញវែងឆ្ងាយនាំដំណឹងល្អពីទីក្រុងមួយទៅទីក្រុងមួយតែសម្រាប់ឡាវឌីសៀវិញគឺមើលឃើញតែខ្លួនឯងមើលឃើញឆ្ងាយបងថាមកទិញថ្នាំដាក់ភ្នែកពីព្រះអង្គដើម្បីឲ្យភ្នែកនឹងវាភ្លឺច្បាស់ជាងមុនដើម្បីឲ្យស្គាល់ព្រះរាជរបស់ព្រះជាម្ចាស់ច្បាស់ជាងមុនដើម្បីមើលឲ្យឃើញទលំទលាយជាងមុនលោកអ្នកបងប្អូនដឹងហេតុអីបានព្រះអង្គប្រាប់ថាទិញថ្នាំដាក់ភ្នែកទេក្រុងឡាវឌីសៀជាក្រុងមួយទៀតដែលគេល្បីខាងផ្នែកសាលាពេទ្យផលិតផលមួយដែលគេមានមោទនភាពហើយគេផលិតបានគេហៅថា Prigen ជាថ្នាំលាបភ្នែកលោកអ្នកបងប្អូនដែលឃើញអាថ្នាំលាបភ្នែកគេលាបមកទន់ៗមិនមែនទឹកបតក់ណាសម័យក្រោយយើងមានទឹកបតក់ប៉ុន្តែសម័យនោះគេមានថ្នាំលាបភ្នែកជួយឲ្យភ្លឺច្បាស់ជាងមុនអូសម័យនោះអ្នកមានថ្នាំលាបភ្នែកហ្នឹងគឺអស្ចារ្យរបស់គេហ្នឹងបាទគ្រាន់បើរបស់គេហើយទីក្រុងវិជ្ជសាស្ត្រខាងផ្នែកភ្នែកល្បីនៅក្នុងតំបន់ព្រះអង្គមានប្រាប់ថាព្រះអង្គមានទូប្រាប់ថាមកទិញថ្នាំដាក់ភ្នែករបស់ព្រះអង្គវិញភ្លឺជាងនឹងទៀតភ្លឺជាងអ្វីដែលអ្នករាល់គ្នាល្បីថាគ្រាន់បើខាងមាសខាងសម្លៀកបំពាក់ហើយខាងជាមួយនឹងភ្នែកហ្នឹងមកជួបព្រះអង្គលោកអ្នកបងប្អូនព្រះអង្គដាស់តឿនព្រះអង្គព្រានបដៅទៅដល់មនុស្សដែលព្រះអង្គស្រឡាញ់យ៉ាកុបជំពូក1ខ22ចែងថាចូលប្រណិប័តតាមព្រះបន្ទូលគុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយយើងលឺព្រះបន្ទូលឲ្យប្រណិប័តតាមគុំបញ្ឆោតចិត្តសុំគោះអ្នកចិត្តខាងមួយទៀតដែលយើងបានគោះមិញ
còn là cua tê mình bên này thằng con ăn bán hay dừng vào cua nhưng xong group chơi lúc đẹp bóng trọc chơi nhưng ăn bắt bằng pi chơi ăn bắt bằng pi sầm khăn bên tên pi pua pe để bóng miền Bắc bắn tuตัวกันเนี่ยchưa bóng nó trong lào để xì hai bóng miền Bắc bắn tu nó kho ti mà phây mấy nhóm ăn chung lúc đẹp bóng ôn pi đập pram đập bờ muối đập bờ đập bấy đập buôn mà phây cái trong ăn là hốt đo mà phây muối nó kho mà phây bóng chạy này chè mớ dương cho nó mọt víaอย่างกูทวีพองประสันบานเนี่ยนานลือสำเลงยืงหายบางทวีเอายืงหนึ่งโจลงน้ำเต้นนุยืงหนึ่งบริภพรวมจิมวยเนี่ยนุให้เนี่ยนุหนึ่งบริภพรวมจิมวยยืงได้พออ้างมันตอนออกกะตอนกรมจุนน้ำลาวเสียเอาเมียนกับแต่ยงกุยรวมตอกจิมวยพออ้างสมัยนุครูโดยพออ้างฐานะโดยพออ้างมันอังกุยรวมตอกจิมวยหนึ่งสักเอาตีได้ขนาดพออ้างไม่แปลงตัวได้ยืงชอน้ำมอดทวีแต่กูลูกในบางคนดังไหนดวงปะฮาตีพออ้างดังให้เฮาบรรลุโลกพระองค์จำสงครุมนุษย์โลกโดยซาการได้พระองค์มันแหลกบองดำไปเอามนุษย์โลกบรรลุพอดเปี่ยมเปิดบาปไทยได้ยืงสลับยืงโชว์จมพูประแพะบอกแปรจีมันจ่าในบ้านของการตีเมฆให้หนึ่งพันได้จีไอจุ่มนุ่มจุ่มแร่จงกล่าวพระองค์ตรวจมือมาการยืงไทยยืงจีมนุษย์สัจจรัตโดยซาแต่ประคริสต์บานแหลกบองโดยซาประคริสต์บานสงครุอเมนยืงเหม็นอ้นยืงเหม็นปลอมปะเก้าสงายก็มันสงายเศร้าก็มันเศร้าปันใต้แต่เราขนมสายนั่งยืนจะกระไรบอกเศร้าយើងមិនមែនស្រូវទេប៉ុន្តែយើងទៅបន្លំខ្លួនធ្វើដូចស្រូវអត់ដំណើរការទេទឹកបំពង់ដែលគេបរហូរកន្លែងត្រជាក់កន្លែងក្តៅកន្លែងដែលមានប្រយោជន៍សម្រាប់សុខភាពកន្លែងប្រយោជន៍សម្រាប់ប្រើប្រាស់អត់ទេយើងសុខចិត្តទៅនៅកន្លែងអ៊ុនចុងក្រោយយើងឈរចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់យើងជាមនុស្សដែលអត់មានសេចក្តីសុចរិតរបស់ព្រះជាម្ចាស់អត់មានរោគអត់មានការសង្គ្រោះរបស់ព្រះជាម្ចាស់ជាសំអាងថាខ្ញុំរួចផុតពីបាបដោយសារខ្ញុំគោរពកោតខ្លាចព្រះគ្រីស្ទអត់មានព្រះអង្គចង់ឲ្យយើងមានព្រះអង្គថាឥឡូវព្រះអង្គឈរតែពួកខ្ញុំសុំខំ21អ្នកណាមានជ័យជំនះមានន័យថាអ្នកណាដែលស៊ូទ្រាំអ្នកណាដែលមានមាសដែលសម្រាំងដោយភ្លើងអ្នកណាដែលមានជំនឿដែលសម្រាំងដោយការទុកចិត្តលើព្រះអង្គឆ្លងកាត់ទុកលំបាកដោយការគោរពប្រណិប័តព្រះអង្គប៉ុន្តែមានជំនឿដល់ទីបញ្ចប់យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើងដូចយើងមានជ័យជំនះហើយអង្គុយលើបល្ល័ង្កជាមួយព្រះបិតារបស់យើងដែរចូលទៀងតិចស្ដាប់សេចក្តីដែលព្រះវិញ្ញាណមានព្រះបន្ទូលទៅកាន់ក្រុមចិត្តទាំងនេះក្រុមជំនុំទាំងនេះឲ្យមែនតែនព្រះវិញ្ញាណដ៏សុទ្ធរំលឹកប្រាប់លោកយ៉ូហានឲ្យរំលឹកទៅកាន់ក្រុមជំនុំទាំងអស់នេះឲ្យយកចិត្តទុកដាក់ឲ្យប្រយ័ត្នប្រយែងឲ្យស្ដាប់ឲ្យមែនតែនវិវរណៈចំពុក1មិនខ្ញុំអានចំពុក3ឥឡូវខ្ញុំត្រឡប់មកចំពុក1ដើម្បីលោកអ្នកបងប្អូនឃើញការទីចាប់ដើមដំបូងនេះជាហេតុការណ៍ដែលព្រះគ្រីស្ទបានសម្ដែងឲ្យឃើញគឺព្រះជាម្ចាស់ប្រទានឲ្យព្រះអង្គបង្ហាញព្រឹត្តិការណ៍ដែលត្រូវកើតមានក្នុងពេលឆាប់ខាងមុខឲ្យពួកអ្នកបម្រើរបស់ព្រះអង្គបានដឹងលោកអ្នកបងប្អូនខ្ញុំគឺជាអ្នកបម្រើរបស់ព្រះអង្គព្រះយេស៊ូវបានចាត់ទេវតារបស់ព្រះអង្គមកឲ្យមកប្រាប់លោកយ៉ូហានជាអ្នកបម្រើរបស់ព្រះអង្គលោកយ៉ូហានបានធ្វើជាបន្ទាល់អំពីហេតុការណ៍ទាំងប៉ុន្មានដែលលោកបានឃើញគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់និងជាសក្ខីភាពរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាអានសៀវភៅនេះអ្នកណាអានព្រះបន្ទូលព្រះអង្គទាំងពីរអ្នកណាអានសៀវភៅនេះអ្នកនោះមានសុភមង្គលហើយអស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះអង្គម្ចាស់និងប្រណិប័តតាមសេចក្តីទាំងប៉ុន្មានដែលបានចែងទុកមកនេះនឹងមានសុភមង្គលដែរត្បិតពេលកំណត់ចិត្តមកដល់ហើយសូមរួមចិត្តអធិដ្ឋានជាមួយខ្ញុំបបិទ្ធបិតានៃទូបង្គំយើងខ្ញុំទាំងអស់គ្នានៅទីនេះព្រះម្ចាស់សូមព្រមចាស់ជាព្រះបានជួយកូនរាល់គ្នាឲ្យរស់នៅក្នុងជីវិតមួយដែលក្តៅឬក៏ត្រជាក់ព្រះម្ចាស់ហើយដើម្បីជាប្រយោជន៍ដើម្បីជាអំបិលព្រះម្ចាស់ហើយដើម្បីខ្លាយទៅជាអ្នកដែលមានផលប្រយោជន៍មកដល់សង្គមព្រះម្ចាស់ហើយមានផលប្រយោជន៍មកដល់ព្រះរាជាណាចក្ររបស់ព្រះអង្គមកដល់ក្រុមជំនុំរបស់ព្រះអង្គឲ្យមានប្រយោជន៍ទៅដល់អ្នកដទៃផ្សេងទៀតព្រះម្ចាស់និងប្រយោជន៍សម្រាប់ព្រះរាជរបស់ព្រះអង្គទាំងមូលព្រះម្ចាស់ហើយព្រះអង្គសូមជួយកូនរាល់គ្នាឲ្យរស់នៅដោយទុកចិត្តព្រះអង្គនៅក្នុងគ្រប់កលៈទេសៈជួយស្អាងចិត្តកូនរាល់គ្នាជួយពិនិត្យជួយឆែកមើលដួងចិត្តកូនរាល់គ្នាឲ្យកូនរាល់គ្នាបានដឹងយ៉ាងច្បាស់ព្រះម្ចាស់ហើយថាកូនរាល់គ្នារស់នៅក្នុងផ្លូវត្រូវប្រសិនបើកូនរាល់គ្នារស់នៅក្នុងផ្លូវខុសសូមព្រះអង្គបានគៀងកូនរាល់គ្នាវិញនៅសប្តាហ៍នេះព្រះម្ចាស់ហើយគ្រប់ទាំងទង្វើគ្រប់ទីកន្លែងដែលកូនរាល់គ្នាទៅសូមព្រះអង្គម្ចាស់ជាព្រះបានជួយកូនរាល់គ្នាឲ្យដឹងថាផ្លូវនេះជាផ្លូវត្រូវកន្លែងនេះជាកន្លែងដែលត្រឹមត្រូវព្រះម្ចាស់ហើយដើម្បីរស់នៅព្រះម្ចាស់ហើយខ្លាយទៅជាអ្នកដែលនាំដំណឹងល្អនៃព្រះរាជរបស់ព្រះអង្គទៅដល់បងប្អូនដទៃផ្សេងទៀតខ្លាយទៅជាអ្នកដែលរស់នៅដោយមានប្រយោជន៍សម្រាប់ព្រះរាជរបស់ព្រះអង្គ
កូនរកគ្នាមិនមែនរស់នៅសម្រាប់តែខ្លួនឯងនឹងឡើយព្រះម្ចាស់បិតានៃទូបង្គំសូមព្រះម្ចាស់ជំនះជួយកូនរកគ្នាកុំឲ្យកូនរកគ្នារស់ក្នុងជីវិតមួយដែលអន់ឲ្យកូនរកគ្នាដឹងយ៉ាងច្បាស់ថាថ្ងៃដែលព្រះអង្គបានយាងមកពេលដែលកូនឈរចំពោះព្រះភ័ក្ត្រព្រះបិតាឲ្យកូនរកគ្នាដឹងយ៉ាងច្បាស់ថាកូនរកគ្នាមានសម្លៀកបំពាក់ពណ៌សរបស់ព្រះអង្គជាសេចក្តីសុចរិតរបស់ព្រះអង្គទៅលើកូនរកគ្នាគុណអរគុណទ្រង់គុណអធិដ្ឋានដោយក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនសូមព្រះអង្គប្រទានពរ